Am I the asshole ដែលបានទទួលគេមរតកទាំងមូលពីយាយរបស់ខ្ញុំហើយប្រាប់ទៅឪពុករបស់ខ្ញុំថាគាត់និងគ្រួសារក្រោយរបស់គាត់គឺជាបិសាចសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់អេពីសូតទី2នៃ Am I the asshole ឬក៏តើខ្ញុំជាមនុស្សអាក្រក់ឬទេអេពីសូតនេះយ៉ាងវែងតិចហើយយ៉ាងចិត្តធ្ងន់មួយខ្ញុំតិចខ្ញុំភេទប្រុសឥឡូវនេះមានអាយុ23ឆ្នាំហើយបានរស់នៅជាមួយយាយរបស់ខ្ញុំតាំងពីខ្ញុំអាយុ17ឆ្នាំមកម្លេះយាយរបស់ខ្ញុំបានស្លាប់កាលពីឆ្នាំ2024ហើយមួយឆ្នាំមុននឹងយាយរបស់ខ្ញុំបានស្លាប់ខ្ញុំបានទទួលបន្ទុករ៉ាប់រងបង់ថ្លៃចំណាយនៅក្នុងផ្ទះផងដែរខ្ញុំជាមួយយាយរបស់ខ្ញុំលែងមានទំនាក់ទំនងអីជាមួយឪពុកខ្ញុំហើយនឹងគ្រួសារក្រោយរបស់គាត់យូរឆ្នាំហើយដំបូងឡើយសាច់រឿងវាបែបនេះម្ដាយរបស់ខ្ញុំបានចាក់ចោលខ្ញុំតាំងពីខ្ញុំអាយុប្រហែលខែម្លេះគាត់បានសម្រេចចិត្តថាគាត់អត់ចង់មានកូនទេដល់អញ្ចឹងគាត់ក៏ទុកខ្ញុំចោលជាមួយនឹងជីដូនជីតាខាងប៉ារបស់ខ្ញុំហើយអំឡុងពេលហ្នឹងប៉ាខ្ញុំកំពុងនៅកន្លែងទាហានmilitary គេហ្នឹងអស់ហើយក្រោយមកទៀតគាត់បានចូលនិវត្តន៍ទៅហើយគាត់ក៏បានមកយកខ្ញុំទៅនៅជាមួយក្រោយមកទៀតហ្នឹងជីតារបស់ខ្ញុំក៏បានស្លាប់អញ្ចឹងខ្ញុំអត់ចាំជីតារបស់ខ្ញុំទេព្រោះខ្ញុំនៅក្មេងពេកតែខ្ញុំចាំបានថាយាយរបស់ខ្ញុំគាត់នៅនឹងជួយផ្គត់ផ្គង់ប៉ាខ្ញុំនិងខ្ញុំក្រោយមកពេលខ្ញុំអាយុបាន5ឆ្នាំប៉ាខ្ញុំក៏បានប្រាប់ខ្ញុំថាគាត់បានជួបមនុស្សស្រីម្នាក់ដែលគាត់ស្រឡាញ់ហើយម្នាក់ស្រីហ្នឹងគាត់មានកូនរួចហើយគេអត់បញ្ជាក់ទេថាក្នុងនឹងមានកូនប្រហែលនាក់គ្រាន់តែខ្ញុំឮប៉ាខ្ញុំនិយាយបែបហ្នឹងមកខ្ញុំសប្បាយចិត្តណាស់ព្រោះខ្ញុំគិតថាឥឡូវនេះខ្ញុំមានម៉ាក់និងបងប្អូននឹងគេហើយខ្ញុំអត់សូវចាំទេថាការនឹងវាយ៉ាងណាគ្រាន់តែដឹងថាពេលជួបគ្នាលើកដំបូងហ្នឹងអត់អីទេគេល្អជាធម្មតាដាក់ខ្ញុំទេប៉ុន្តែវាមិនបានបែបហ្នឹងរហូតទេពេលដែលជួបគ្នាលើកទី2ពួកគេចាប់ផ្ដើមអត់សូវសប្បាយចិត្តពេលដែលឃើញខ្ញុំហើយពេលដែលឮប៉ាខ្ញុំនិយាយតាក់ទងនឹងខ្ញុំគឺគេខឹងគេអត់ចង់ស្ដាប់អត់ចង់អីចឹងទៅក្រោយមកទៀតហ្នឹងក៏យើងបានរើចូលនៅជុំគ្នាហើយនៅជាមួយគ្នាបានមួយខែក៏ប៉ាខ្ញុំបានរៀបការជាមួយម៉ាក់របស់ពួកគេទៅពិធីមង្គលការហ្នឹងអត់បានធ្វើអីធំដុំទេធ្វើត្រឹមតែបងប្អូនមកភ័ក្រចិត្តដិតទេក្រោយមកទៀតពួកបងប្អូនចុងនោះគឺគេបានធ្វើបាបខ្ញុំទាំងផ្លូវកាយទាំងផ្លូវចិត្តនិយាយទៅគេ bully មកហើយខ្ញុំតែងតែយករឿងហ្នឹងទៅប្រាប់ប៉ារបស់ខ្ញុំហើយនឹងម្ដាយចុងដែរតែពួកគាត់ដូចជាអត់មានខ្វល់នឹងចាត់វិធានការអីទេបែរជាមកប្រាប់ឲ្យខ្ញុំជួយយល់ដល់ពួកគាត់ទៅដោយសារតែពួកគាត់សក់បាត់បង់ឪពុករបស់គាត់អញ្ចឹងទៅគាត់ខឹងអារម្មណ៍អត់ល្អអីអញ្ចឹងមួយអញ្ចឹងពីរហើយពួកគាត់គ្មានបំណងនឹងចង់ធ្វើបាបខ្ញុំទេប៉ុន្តែជាក់ស្ដែងគឺពួកគាត់មានបំណងច្បាស់ណាស់ប៉ាខ្ញុំនិងម្ដាយចុងចាប់ផ្ដើមធុញទ្រាន់នឹងខ្ញុំព្រោះខ្ញុំយំរត់ទៅប្រាប់ពួកគាត់ច្រើនដងពេកចឹងវិញពេលយាយរបស់ខ្ញុំបានដឹងរឿងហ្នឹងគាត់ក៏បានលូកដៃព្រោះគាត់ទៅភ្នែកពេកហើយគាត់បានហៅប៉ាខ្ញុំមកនិយាយពីបញ្ហាទាំងអស់ហ្នឹងប៉ុន្តែប៉ាខ្ញុំក៏និយាយថាមនុស្សស្រីហ្នឹងគឺជាមនុស្សស្រីដែលគាត់ស្រឡាញ់ខ្លាំងក្នុងជីវិតរបស់គាត់គាត់មិនអាចឲ្យជីវិតរៀបការរបស់គាត់មានបញ្ហាដោយសារតែអ្នកណាម្នាក់ទេយាយរបស់ខ្ញុំក៏គាត់បាននិយាយថាខ្ញុំត្រឹមតែជាក្មេងម្នាក់ដែលត្រូវការស្រឡាញ់ការមើលថែពីឪពុកប៉ុន្តែប៉ាខ្ញុំតងមកជាមួយយាយខ្ញុំថាវាមិនអញ្ចឹងទេឥឡូវហ្នឹងមានម្ដាយហើយតើគាត់ចង់និយាយថាខ្ញុំមានម្ដាយមួយទៀតហើយខ្ញុំចង់បានអីទៀត something like that ហើយក៏ពួកគាត់ប្រកែកគ្នាឆ្លោះគ្នាដោយសាររឿងនឹងច្រើនដងហើយយាយរបស់ខ្ញុំគាត់បានព្យាយាមយកខ្ញុំទៅលេងជាមួយព្យាយាមមើលថែខ្ញុំតាមតែអ្វីដែលគាត់អាចប៉ះពៅបានប៉ុន្តែបើជាប៉ាខ្ញុំជាមួយម៉ែចុងប្រកែកទៅវិញគាត់ថាធ្វើអញ្ចឹងអត់ស្មើភាពសម្រាប់បងប្អូនផ្សេងទៀតដែលយាយរបស់ខ្ញុំយកចិត្តទុកដាក់តែជាមួយខ្ញុំប៉ុន្តែជាក់ស្ដែងទៅនៅពេលដែលអត់មានចាស់នៅជាមួយខ្ញុំនៅទៅជាមួយបងប្អូនចុងប្រហែលអ្នកហ្នឹងពួកហ្នឹងតែងតែនិយាយថាបើអត់ទៅនៅជាមួយយាយទេស្ដាយណាស់ដែលម្ដាយរបស់ខ្ញុំអត់យកខ្ញុំចេញមុននឹងគាត់ចាក់ចោលប៉ាខ្ញុំទៅយាយរបស់ខ្ញុំក៏ធ្លាប់ព្យាយាមតាក់ទងទៅខាងសេវាការពារកុមារដែរឲ្យជួយការពារខ្ញុំពីបងប្អូននិងគ្រួសារចុងរបស់ខ្ញុំប៉ុន្តែជាអកុសលអត់មានបានផលអីទេអត់មានអ្នកណាគេអើពើទេគ្រាន់តែហៅពួកគាត់ទៅណែនាំតិចតួចហើយគេគ្រាន់តែគំរាមថាបើសិនជាមានរឿងនឹងកើតឡើងទៀតគេនឹងយកខ្ញុំចេញពីគ្រួសារហ្នឹងប៉ុន្តែបានតែគំរាមទេអត់មានរឿងអីកើតឡើងទាំងអស់មានថ្ងៃមួយហ្នឹងពួកយើងទាំងអស់គ្នាបានទៅលេងផ្ទះយាយខ្ញុំអាយុ11ឆ្នាំហើយកាលហ្នឹងហើយបងប្អូនចុងរបស់ខ្ញុំហ្នឹងមានអាយុ13 14 16និង17ឆ្នាំខ្ញុំចាំបានថាកាលនោះមានម្នាក់ហ្នឹងបានរុញខ្ញុំធ្លាក់ទៅលើកៅអីព្រោះតែខ្ញុំទៅអង្គុយជិតគេដូច្នេះហើយយាយរបស់ខ្ញុំខឹងខ្លាំងមែនទែនក៏បានស្រែកថាឲ្យក្មេងទាំងអស់ហ្នឹងហើយបានថាឲ្យម្ដាយចុងខ្ញុំប៉ុន្តែប៉ាខ្ញុំបែរជាកាន់ជើងម្ដាយចុងនឹងកូនគេទៅវិញហើយយាយខ្ញុំខឹងខ្លាំងពេកក៏បានស្រែកថាឲ្យក្មេងទាំងអស់ហ្នឹងគឺជាបិសាច like monsters មិនគួរឲ្យនៅចិត្តក្មេងដទៃទេព្រោះពួកអ្នកឯងចូលចិត្តវាយធ្វើបាបគេយាយខ្ញុំគាត់មិនសុំទោសដាច់ខាតនៅអ្វីដែលគាត់បាននិយាយហើយប៉ាខ្ញុំក៏ខឹងវិញក៏នាំអ្នកទាំងអស់គ្នាចេញពីផ្ទះយាយភ្លាមបង្ខំទាំងខ្ញុំទាំងអីដែរឲ្យចេញទាំងអស់គ្នាចាប់ពីពេលហ្នឹងមកពួកយើងក៏មិនដែលបានមានទំនាក់ទំនងអីជាមួយយាយមិនដែលបានទៅលេងផ្ទះគាត់ទៀតទេប៉ារបស់ខ្ញុំនិងម៉ែចុងបានឈប់ឲ្យខ្ញុំជួបយាយជាច្រើនឆ្នាំខ្ញុំទៅតែមានឱកាសតាក់ទងទៅគាត់វិញឡងពេលដែលខ្ញុំបានរើចេញពីផ្ទះហ្នឹងទៅប៉ុន្តែពួកគាត់ព្យាយាមទៅប៉ូលីសហើយឲ្យប៉ូលីសយកខ្ញុំទៅផ្ទះវិញបានចោទយាយខ្ញុំទៀតថាបានធ្វើបាបលើរាងកាយបងប្អូនចុង
ខ្ញុំនឹងប៉ុន្តែអត់មានអ្នកណាគេរកឃើញផោះតាំងហើយចាប់យាយខ្ញុំអីទេខ្ញុំបាននៅជាមួយយាយតាំងពីពេលហ្នឹងទៅអញ្ចឹងមកដល់បច្ចុប្បន្ននេះវិញយាយរបស់ខ្ញុំបានស្លាប់ហើយគាត់ក៏បានបន្សល់ទុកគេមរតកក្នុងគេមរតកហ្នឹងគាត់ឲ្យប៉ាខ្ញុំតែ$100គាត់ព្រោះអាហ្នឹងទៅតាមច្បាប់ជាចំនួនដ៏តិចបំផុតដែលអាចទុកឲ្យបានដើម្បីកុំឲ្យគាត់មានសិទ្ធិប្តឹងផ្តល់ដណ្ដើមទ្រព្យពីខ្ញុំវ៉ាវមកយាយឆ្លាតមែនទែនខ្ញុំទទួលបានផ្ទះរបស់យាយខ្ញុំមួយហើយនឹងបានទ្រព្យសម្បត្តិផ្សេងទៀតរបស់លោកតារបស់ខ្ញុំហើយនឹងមានលុយផ្សេងទៀតពីការបណ្ដាក់ទុនរបស់ពួកគាត់តារបស់ខ្ញុំព្យាយាមធ្វើមិនចង់បានទ្រព្យខ្លះដោយគាត់និយាយថាគាត់គឺជាកូនប្រុសតែមួយរបស់យាយនិងតាអញ្ចឹងគាត់គួរតែមានសិទ្ធិទទួលបានចំណែកអស់ហ្នឹងប៉ុន្តែដោយសារតែអាបណ្ដាំគេមរតករបស់យាយខ្ញុំហ្នឹងគឺបានចាមកច្បាស់ដល់អញ្ចឹងទៅគឺគាត់អត់មានសិទ្ធិប្តឹងផ្តល់យកអីទេហើយគាត់ក៏អត់មានបានទុកអីសំបីតែមួយសេនឲ្យប្រពន្ធតាខ្ញុំហើយនឹងបងប្អូនចុងអស់ហ្នឹងដូច្នេះហើយឥឡូវហ្នឹងពួកគាត់ចាប់ផ្ដើមតាក់ទងមកខ្ញុំតាមរយៈមេធាវីរបស់ខ្ញុំផងហើយក្រោយមកក៏តាមបណ្ដាញសង្គមរបស់ខ្ញុំនិយាយថាឲ្យខ្ញុំគួរតែចែកគ្រប់យ៉ាងឲ្យពួកគាត់ស្មើគ្នាជាអ្វីដែលពួកគាត់សមនឹងទទួលបានដែរហើយថាឲ្យខ្ញុំនឹងគ្មានគេខ្មាស់ដែលព្រមយកគ្រប់យ៉ាងតែម្នាក់ឯងមិនចែកបងប្អូនផ្សេងទៀតហើយខ្ញុំក៏បានប្រាប់ទៅគាត់វិញថាអ្វីដែលយាយធ្វើគឺត្រូវហើយអ្វីដែលយាយនិយាយក៏អត់ខុសដែរពួកអ្នកឯងពិតជាសមទទួលបានតែប៉ុណ្្នឹងមែនតាខ្ញុំកាន់តែខឹងខ្លាំងលើសដើមគ្រប់យ៉ាងទាំងអស់នេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើឲ្យជីវិតខ្លួនឯងកាន់តែពិបាកទៅអញ្ចឹងខ្ញុំត្រូវការយោបល់ពីអ្នកទាំងអស់គ្នាតើខ្ញុំជាមនុស្សអាក្រក់ឬទេអូខេ you're not the asshole គឺគាត់អត់ធ្វើអីខុសទេគាត់ទី1គាត់ធ្វើតាមបណ្ដាំរបស់យាយរបស់គាត់ទី2បើយើងនិយាយពីមនោសញ្ចេតនាវាកាន់តែឆ្ងាយទៀតហើយ like អ្នកអស់ពេលខ្លះខ្ញុំអត់យល់ទេមនុស្សខ្លះមិនចឹងណាអត់មានចុះសាច់ឈាមអីផងបើយើងស្ដាប់តាមសាច់រឿងហ្នឹងប្រពន្ធក្រោយហ្នឹងហើយនឹងបងកូនរបស់គាត់ហ្នឹងដូចជាមានចុះសាច់ឈាមអីមួយមកយាយដែលគាត់បានស្លាប់ហ្នឹងឯងតើគាត់ហើយថៃបានចាំបានរបស់គេថៃ I don't know but this is so satisfying like ខ្ញុំសំចិត្តមែនតើហ្មង like មកយាយ you're the best may your soul rest in peace បើជាខ្ញុំមើលដែរបើសិនជាពួកគាត់ពិបាកមិនអីមិនខ្វះខាតខ្លាំងពេកដល់ថ្នាក់អត់មានអីញ៉ាំហ្មងអាហ្នឹងឲ្យខ្ញុំជួយតិចតួចទឹកចិត្តរបស់ខ្ញុំជួយតាមទៅអ្វីដែលខ្ញុំអាចធ្វើបានខ្ញុំមិនដាច់ចិត្តប៉ិតមិនអត់សោះទេតែបើថាឲ្យទៅមកទៀមទាចែកសិទ្ធចែកទ្រព្យចែកអីហ្នឹង it's a no វាថាចេះអ្នកឯងអត់មានសិទ្ធសុំទាយកពីខ្ញុំទេអ្នកឯងមានសិទ្ធតែថាទទួលយកអ្វីដែលខ្ញុំឲ្យ right make sense អាហ្នឹង from me ណាអញ្ចឹងបើអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចអីយ៉ាងម៉េចចាំជួយ comment នៅក្រោមហ្នឹងផងចាំជួបគ្នានៅ episode ក្រោយ bye